ហើយយើងរាល់គ្នាទាំងអស់ដែលកំពុងតែរំពឹងមើលសេរីល្អព្រះអង្គម្ចាស់ទាំងមុខទទេដូចជាឆ្លោះមើលទ្រង់ក្នុងកញ្ចក់យើងកំពុងតែផ្លាស់ប្រែតោងឲ្យដូចជារូបឆ្លោះនោះឯងពីសេរីល្អទៅដល់សេរីល្អគឺដោយសារព្រះអង្គម្ចាស់ដ៏ជាព្រះវិញ្ញាណកុំឲ្យត្រាប់តាមសម័យនេះឡើយចូលឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើងដើម្បីនឹងអាចលោមើលឲ្យបានស្គាល់បំណងព្រះハរតីនៃព្រះដែលល្អស្រួលទទួលហើយគ្រប់លក្ខផងសូមឲ្យព្រះអង្គម្ចាស់តម្រង់ចិត្តអ្នករាល់គ្នាទៅក្នុងសេចក្តីស្រឡាញ់នៃព្រះនិងសេចក្តីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះតែឯផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតគ្មានក្រឹតវិន័យណាទោះនឹងសេចក្តីយ៉ាងនោះទេដូច្នេះចូលសម្លាប់និស័យសាច់ឈាមរបស់អ្នករាល់គ្នាដែលនៅផែនដីនេះចេញគឺជាការសហហាយស្មន់ស្មោកគ្រោកសម្រាប់សម្រាលបងប្រាថ្នាអាក្រក់និងសេចក្តីលោភដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះឥឡូវនេះបងប្អូនអើយខ្ញុំទូមានដល់អ្នករាល់គ្នាដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងថាចូលនិយាយសេចក្តីដដែលទាំងអស់គ្នាកុំឲ្យមានសេចក្តីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយត្រូវឲ្យបានរួបរวมគ្នាដោយមានចិត្តមានគំនិតតែមួយវិញតែអ្នកណាដែលផឹកទឹកខ្ញុំអោយនោះនឹងមិនស្រេកទៀតឡើយទឹកដែលខ្ញុំអោយនឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះដែលផុសឡើងដល់ទៅបានជីវិតអស់កាលជានិច្ចមិនត្រូវឲ្យហែកអោខ្លួនទេគឺត្រូវហែកចិត្តវិញហើយវិលមកឯព្រះយេហូវ៉ាជាព្រះនៃអេនចុះត្បិតទ្រង់ប្រកបដោយព្រះគុណនិងសេចក្តីមេត្តាករុណាទ្រង់យឺតនឹងខ្ញាល់ហើយក៏មានសេចក្តីសប្បុរសជាបរិបូរណ៍ទ្រង់មានព្រះハរតីស្ដាយដោយត្រូវវាយផ្ចាល់គេដែរដូច្នេះចូលប្រែចិត្តហើយវិលមកចុះដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអង្គម្ចាស់កុំឲ្យកុហកគ្នាឡើយត្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់និងអំពើរបស់វាចូលចេញហើយចូលប្រដាប់ខ្លួនដោយមនុស្សថ្មីវិញដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹងឲ្យបានត្រូវនឹងរូបអង្គព្រះដែលបង្កើតមនុស្សថ្មីនោះមកត្បិតកាលយើងនៅខ្សោយនៅឡើយលុះដល់កំណត់ហើយនោះព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សថ្មីល្មើសតាំងពីគ្រានោះមកព្រះយេស៊ូវក៏ចាប់តាំងប្រកាសដោយព្រះបន្ទូលថាចូលប្រែចិត្តឡើងត្បិតនគរឋានសួគ៌ជិតដល់ហើយ